លោកណារាជមានមិត្តភក្តិណានៅលាវណែនាំឲ្យខ្ញុំដែរទេបើសិនជាគ្មានទេនោះអ្នកដែលមិននៅលាវដូចជាណារាជខ្ញុំក៏មិនប្រកាន់ដូចគ្នាណាឯងថ្ងៃនេះរាជគេបបួលយើងតែញ៉ាំបាយដូចគ្នានេះឯងនិយាយមែនទេយើងស្មានតែឯងនិយាយជាមួយរាជថ្ងៃមុនឯងធ្វើបាបសុភីលេងតាតែមិនគិតថាជប់អន្ទាក់យើងស្រួលដូចបកចេកអញ្ចឹងសោះហើយភាពស្រស់ស្អាតរបស់យើងនេះវាពិបាកប៉ាន់ស្មានមែនតានេះយើងមកដល់ហើយកន្លែងនេះហើយផ្សែងទលំបែបនេះក្នុងក្រុមហ៊ុនមួយមានមិត្តភក្តិមួយគូឈ្មោះថាដាវីនិងស្រីកាក់ពួកគេទាំងពីរដែលសូភីមានទាំងសង្សារជាកូនអ្នកមានហើយមានរូបស្រស់សង្ហាថែមទៀតផងទើបពួកគេមានគំនិតចង់ដណ្ដើមសង្សារចេញពីសូភីវិញទៅណែម្នាក់នេះអាកាក់ដែលឯងថាជាមិត្តរួមការងាររបស់ឯងហើយថែមទាំងបានស្គាល់គ្នាតាំងពីសកលដែរនោះមើលមកស្រែដូចអញប្រាប់មែនតាកាត់អីទៅសុភីយើងគ្រាន់តែនាំមិត្តភក្តិម្នាក់នាំគ្នាតានេះដាវីមិត្តភក្តិរបស់យើងរៀនស្គាល់ឲ្យហើយទៅក្រែងបានរៀនស្វែងយល់ពីរសនិយមល្អៗនឹងគេខ្លះដែរអាកាក់យើងសុំចិត្តអញទៅចុះពេលនេះរស់នៅរៀងខ្លួនមិនបានទេឯងមកតាមធ្វើបាបយើងដោយការចំនួននៅរៀនធ្វើអីដែរបើដឹងថាត្រូវមកជួបយើងទីនេះសង្ស័យឯងមិនហ៊ានចូលមកធ្វើការទេមើលទៅតែចង់លាឈប់នៅពេលនេះក៏ទាន់ដែរណាយើងគ្រាន់តែចង់មកមើលឲ្យបាត់សង្ស័យតែប៉ុណ្ណោះថាហេតុអីបានជាស្រីស្រែងោកដូចជានាងនេះមានសង្សារទាំងមានទាំងសង្ហាអីបែបនេះគ្មានអីនោះទេគឺព្រឹកមិញយើងនឹងដាវីឃើញណារាជជូនឯងមកនោះអីហើយដាវីគេនិយាយថាណារាជគួរឲ្យចាប់អារម្មណ៍មួយយ៉ាងដែរតែយើងប្រាប់ថាណារាជមានសង្សារទើបយើងនាំដាវីមកមើលមុខសង្សារណារាជនឹងណាឮអាកាប្រាប់ថាតាក់ទងគ្នាតាំងពីសកលតាក់ទងគ្នាយូរយ៉ាងនេះយើងខំតែស្មានថានាងមានអ្វីល្អណាស់ណាមានឯណាពេលមកជួបរូបពិតគ្មានអីណាស់ណាផងគ្មានស្អីនោះទេគ្រាន់តែប៉ាវាជាគ្រូចោលរូបប៉ុណ្ណឹងឯងបាប់យកទឹកមុនព្រាយឲ្យប្រើទេដឹងអូយឯងនិយាយមែនឯនេះចំនួននេះហើយមិនចង់ជឿថានៅមានអ្នកធ្វើស្នេហ៍ធ្វើអំពើដាក់គ្នាទៀតទេអញ្ចឹងយើងសុំប្រាំមួយ10ដែរមកយកអាណាខ្លាំងមកណាបើនៅតែមិនឈប់និយាយទៀតយើងចុះស្បែកកបីចុះក្នុងពោះមិនខានទេអូយហាត់អីក៏មិត្តភក្តិអញខូខើម្លេះតែទុកសង្សារអញឲ្យបានជាប់ផងណាយើងចាប់ផ្ដើមពេញចិត្តគេមែនតើហើយតាមិនមែនមានតែអញម្នាក់ទេគិតតាំងសង្សារយើងនោះផ្លេចទៅពីមុនឯងស្រឡាញ់ណារាជដូចតែគ្នាសោះតែតួអីណារាជគេមិនយកឯងនោះទេតើបឯងមកតាមរករឿងយើងមិនឈប់បញ្ឈប់បែបនេះហើយនិយាយស្អីឡាប់សតិបែបនេះយើងលែងរវល់ជាមួយឯងក៏បានដែរតោះយើងទៅដាវីហ៊ានទៅនៅយូរបានស្បែកកបីចូលពោះជាមិនខានទេអើយសួស្ដីណារាជនាងស្គាល់ខ្ញុំហ៎ស្គាល់តាថែមទាំងស្គាល់ទៀតផងថាណារាជជាសង្សារសុភីដូចគ្នានេះលោកណារាជចេញពីធ្វើការម៉ោងនេះរហូតមែនទេឃើញមកយកសុភីតែម៉ោងនេះរហូតតែម្ដងហើយជួនអីពេលនេះខ្ញុំបើកក្រុមហ៊ុនមួយទៀតនឹងណាទើបមានពេលមកមើលថែសុភីទៅអូយគួរឲ្យចំណែនដល់ហើយនេះខ្ញុំចង់មានសង្សារដូចណារាជដែរនឹងមិនដឹងជាទៅរកឯណាបានទេណលោកណារាជមានមិត្តភក្តិណានៅលាវណែនាំឲ្យខ្ញុំដែរទេបើសិនជាគ្មានទេនោះអ្នកដែលមិននៅលាវដូចជាណារាជខ្ញុំក៏មិនប្រកាន់ដូចគ្នាណាហើយយ៉ាអ្នកនាងដាវីនិយាយបែបនេះខ្ញុំដូចជាចង់អៀនមិនដឹងទេរាជអូយកុំភ្លេចយកអ្វីដែលខ្ញុំនិយាយទៅគិតផងណាយើងបែបស្គាល់គ្នាជាងនេះថែមទៀតក៏ថាបានឯងថ្ងៃនេះរាជគេបបួលយើងតែញ៉ាំបាយដូចគ្នានេះឯងនិយាយមែនទេយើងស្មានតែឯងនិយាយជាមួយរាជថ្ងៃមុនឯងធ្វើបាបសុភីលេងតានិយាយមែនតាព្រោះរាជនេះណាជាប្រុសក្នុងក្តីសម័យយើងខ្លាំងណាស់យើងលួចនិយាយជាមួយរាជបានមួយរយៈដែរហើយតែមិនគិតថាជប់អន្ទាក់យើងស្រួលដូចបកចេកអញ្ចឹងសោះហើយភាពស្រស់ស្អាតរបស់យើងនេះវាពិបាកប៉ាន់ស្មានមែនតាយើងសួរឯងតាមត្រង់ចោះឯងយកពេលណាមកនិយាយគ្នាដែរទៅចោះសុភីមិនសង្ស័យខ្លះទេសង្ស័យអំពើវាសាប់បាត់ហើយទេដឹងទើបវាមិនដឹងថាសង្សារវាកំពុងតែក្បត់វានោះអីហាត់អីឯងមិនឲ្យរាជវាបែកពីសុភីឲ្យបាត់ទៅឲ្យវាក្រំចិត្តងាប់អើយជ្រិញមុខវាណាមកធ្វើការមិនបានប្រមាណផងជាបុគ្គលិកសំណប់មេបាត់ទៅហើយរាជគេប្រាប់ឲ្យយើងចាំបន្តិចសិនព្រោះខ្លាចគេឯងមើលមកយើងមិនល្អនោះអីឯងច្បាស់ហើយអីថារាជនិយាយមែននោះ
ហេតុអីគេដូរចិត្តមករកឯងងាយម្លេះយើងថាដូចជាមានអីផ្លាច់អាម៉េចមិនដឹងទេវាមិនដូចពេលដែលឯងស្រឡាញ់គេរួចគេមិនយកឯងមែនអត់ឯងគួរតែដឹងថារវាងឯងនិងយើងណាវាខុសគ្នាដូចមេឃនិងដីណាវើយហើយយើងគ្រាន់តែដាស់តឿនទេណាមិនបានគិតអីផងហ្នឹងមួយរយៈនេះអត់ឃើញណារាជមកទទួលសោះហើយណឃើញតែផ្ទះវិញតែម្នាក់ឯងសឹងតែមួយអាទិត្យទៅហើយរាជគេជាប់រវល់ហេតុអីយើងទៅវិញតែម្នាក់ឯងវាចម្លែកណាស់ហេវាមិនចម្លែកទេបើសិនគេជាប់រវល់ពិតមែននោះអីខ្ញុំថាតទៅខ្ញុំមកចាំដាវីឯងនៅហាងត្រង់នោះល្អជាងខ្លាចមានគេមកឃើញមានគេមកឃើញល្អអន្តាស្រួលឲ្យគេដឹងថាយើងជាអ្វីនឹងគ្នានោះអីមិនបានទេខ្ញុំមានតន់បាច់ពីសុភីណារាជឯងទៅសុំបាច់វិវាឲ្យបាត់ទៅគិតចង់ឲ្យខ្ញុំចាំដល់ណាទៀតនេះយើងនិយាយគ្នាមួយរយៈហើយណាឬមួយរាជឯងនៅស្ទាក់ស្ទើរអីទៀតគឺខ្ញុំតាក់ទងសុភីមករាប់សិបឆ្នាំហើយនោះអីបើបែកគ្មានហេតុផលបែបនេះមិនចិត្តខ្មៅពេកទេអីយ៉ាងម៉េចឬមួយរាជឯងខ្លាចប៉ាសុភីជប់ដាច់គោលចោលពោះអីមិនមែនចឹងនោះទេពេលខ្លះបើសិនជាយើងស្គាល់គ្នាបានច្រើនជាងនេះដាវីឯងអាចនឹងទទួលយកខ្ញុំមិនបានក៏ថាបានទទួលយកបានតើបើខ្ញុំមិនស្រឡាញ់រាជឯងពិតមែនទេនោះខ្ញុំមិនមកធ្វើអីបថុយបឋានឲ្យគេជេរប្រមាថខ្ញុំបែបនេះទេអរគុណណាស់ដាវីឬសុភីចាំខ្ញុំចាត់ការឲ្យឆាប់បំផុតថ្ងៃនេះចាំខ្ញុំនាំទៅញ៉ាំបាយតោះឡើងឡានទៅអូហូថ្ងៃនេះរាជយកឡានថ្មីមកទទួលខ្ញុំផងអីត្រូវហើយឡានដែលប្រើរាល់ថ្ងៃដេវាមិនឆៅនឹងណាទើបយកមួយនេះមកជំនួសទៅហាដែលរាជនិយាយមកនេះគឺម៉ូតូកញ្ចាស់មួយគ្រឿងនេះហីត្រូវហើយឆាប់ឡើងម៉ូតូមកតិចកន្លែងលក់គូតមាន់ភ្ញៀវពេញអស់ទៅថាម៉េចនេះគិតនាំខ្ញុំទៅញ៉ាំគូតមាន់ហ៎អើយត្រូវហើយគូតមាន់ហាងនេះឆ្ងាញ់ណាស់ឲ្យមេដៃ10លើ10តែម្ដងអោបចកេះខ្ញុំមកជាប់ណាជិះម៉ូតូបែបនេះខ្យល់ត្រជាក់ធម្មជាតិតែម្ដងហើយខ្យល់ធម្មជាតិខ្មោចយកអីខ្យល់បក់ខូចសក់របស់ខ្ញុំអស់ហើយអើយក្តៅចង់បែកក្បាលទៀតនេះយើងមកដល់ហើយកន្លែងនេះហីហើយផ្សែងទលំបែបនេះហីតែធានាថារសជាតិឆ្ងាញ់មកអេមណាសាកសិនទៅច្បាស់ជាជាប់ចិត្តមិនខានអត់ទៅបងត្រូវការកំងអីដែរសុំគូតមាន់10ចកាពងទាកូន5គ្រាប់ស្ទីង1ទឹកកក2កែវមកបានបងចាំតិចណានេះបងបានហើយដាវីសាក់ញ៉ាំមើលទៅអូយលេបចូលយ៉ាងម៉េចទេនេះអត់ញ៉ាំមែនទេអញ្ចឹងខ្ញុំមិនក្រែងចិត្តទេណារសជាតិនៅតែឆ្ងាញ់ដូចដើមដដែលអូយតើគិតខុសឬក៏គិតត្រូវទៅនេះដាវីអត់ញ៉ាំមែនណាអញ្ចឹងខ្ញុំបង្ហាញហើយណាអូហូយឆ្អែតលង្ហល់ពោះតែម្ដងហើយអូនណាបាទបងចាំតិចណាអស់20000បងអូខេអូនចាំតិចណាអញខ្វះលុយឲ្យគេទៀតដាវីមានលុយ10000អត់ខ្ញុំសុំខ្ចីសិនមកចាំខ្ញុំសងវិញខ្ញុំខ្វះលុយឲ្យគេនឹងណាមានតាថៃទេនេះបបួលមកញ៉ាំបាយក្រៅតែគ្មានលុយគ្រប់ទេអីមិនចេះខ្មាស់គេទេឬយ៉ាងម៉េចអើយយើងមិនដឹងថាគិតត្រូវឬគិតខុសទេនេះហើយអូគ្រប់ល្មមណែអូន20000អរគុណច្រើនបងថ្ងៃក្រោយអញ្ជើញមកទៀតណាមកស្រាប់ហើយបងមួយប្រចាំតាតោះដាវីទៅផ្ទះវិញអញ្ចឹងកាត់អីអញនឹងហាខ្លាចសង្សារគេមកទទួលរួចហើយត្រូវគេចាប់បានឬយ៉ាងម៉េចអាភីវាទៅវិញយូរណាស់ហើយយើងដូចជាមិនសូវប្រកបចិត្តលើរាជទេណាឯងអញហើយកាត់អីឯងថ្ងៃមុនណាយើងនៅឃើញឯងក្អើតកតោមនៅឡើយទេណាថាបានទាំងសង្សារទាំងមានទាំងសង្ហាទោះបីជាសង្សារគេក៏ដោយចុះយើងមិនគួរណាទៅលងនឹងសម្រស់របស់វាសោះឡើយឯងដឹងអត់ណារាជណាគ្មានអ្វីដូចដែលយើងគិតឡើយឡានដែលណារាជទិញគឺសុភីជាអ្នកទិញឲ្យទេរាល់ថ្ងៃនេះគេមិនបាច់ធ្វើការដោយសារសុភីចិញ្ចឹមនោះហើយឡប់ទេអីសុភីនេះណាមានដល់ថ្នាក់នឹងនោះឲ្យវាគ្រាន់តែជាគ្រូចូលរូបសោះបើវាមានមែនណាវាមកធ្វើការរកងាប់អីណារាជជាអ្នកប្រាប់យើងដោយផ្ទាល់ថានេះជាមូលហេតុដែលមិនទាន់បាច់ពីសុភីបានឡើយអញ្ចឹងគិតអញ្ចេះទៅ
អញឲ្យណារៀងមកយកលុយពីសុភីឲ្យច្រើនរួចយកមកចិញ្ចឹមឯងដែរទៅឯងរាប់សតិទេអីបើយើងធ្វើបែបនោះយើងមិនខុសអីពីប្រពន្ធចុងគេទេណារៀងមកដល់ហើយនោះយើងសុំទៅសិនហើយណាចាំនិយាយគ្នាទៀតណាឯងសួស្តីអាកា សួស្តីណារៀងខ្ញុំទៅសិនហើយណាដាវីថ្ងៃនេះខ្ញុំបានយកម៉ូតូមកទទួលទីណាពិតមែនទេឡានធ្វើរួចហើយមែននៅទីខ្ញុំអត់មានលុយយកទៅធ្វើនឹងណាមួយរយៈនេះដោយសុភីតាមតាន់ហើយទើបមិនសូវចាឲ្យលុយខ្ញុំចាយសោះប្រហែលខ្ញុំត្រូវដកខ្លួនចេញពិតមែនហើយស្រួលបានមកនៅជាមួយដាវីឯងនោះអីតែខ្ញុំថាយើងចាំយូរបន្តិចទៀតសិនទៅល្អជាងណាយើងទើបតែស្គាល់គ្នាសោះនឹងហើយចុះរាជឯងយកឡានមួយណាមកទទួលខ្ញុំដែរទៅថ្ងៃនេះយើងជិះឡានក្រុងវិញទៅម៉ូតូក៏វាអស់សាំងខ្ញុំអត់មានលុយចាក់សាំងនឹងណាហានេះរាជឯងនិយាយលេងឬក៏យ៉ាងម៉េចហ្នឹងនិយាយមែនតាថ្ងៃនេះយើងជិះឡានទៅលេងលោកប៉ាជុំគ្នាទៅខ្ញុំចង់នាំដាវីទៅជួបប៉ាដូចគ្នាទៅជាមួយគ្នាចុះណាប៉ាខ្ញុំទៅនិយាយរឿងទ្រព្យសម្បត្តិត្រូវប្រគល់ឲ្យទើបខ្ញុំចង់ឲ្យដាវីទៅជាមួយនោះអីទ្រព្យសម្បត្តិមែនហើយទៅក៏បានដែរអូយនេះផ្ទះរាជឯងមែនឬមួយសុភីទិញឲ្យដែរសុភីទិញឲ្យនឹងណាតោះចូលឡានទៅថៃនេះមានអីជាអ្នកជំងឺដេកកន្ទិលទៀតអីអូយប៉ាយ៉ាងម៉េចហើយពិសាទឹកទីចាំខ្ញុំយកទឹកមកឲ្យរាជខ្ញុំទៅចាំនៅត្រង់នោះចុះណាហេតុអីដាវីមិនព្រមទៅជម្រាបសួរប៉ាខ្ញុំមុនអញ្ចឹងហេតុអីបានជារាជមិនព្រមប្រាប់ខ្ញុំថាមានប៉ាជាអ្នកជំងឺដេកកន្ទិលបែបនេះហេតុអីទៅដាវីស្អប់ខ្ពើមដែលខ្ញុំមានប៉ាបែបនេះមែនទីអត់ឯណាចុះសម្រាប់ថាប៉ារាជឯងប្រកល់ទ្រព្យសម្បត្តិអីឲ្យរាជឯងខ្លះដែរទៅនឹងមានតែលុយសុទ្ធ5លាននោះអីប៉ុណ្ណឹងឯងតែប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ទៅហើយបើខ្ញុំបានលុយមួយដុំនេះមកខ្ញុំនឹងទៅសុំសុភីបែករួចទៅនៅជាមួយដាវីឋានទាំងនាំប៉ាទៅជាមួយដែរណាដាវីណាខ្ញុំចង់ទៅនៅជាមួយដាវីហើយនេះហើយនេះឯងឈួតទេអីហេតុអីយើងត្រូវយកពុកឯងឲ្យទៅនៅជាមួយដែរពុទ្ធោអើយស្មានតែមានតាមពិតឯណាតោងស្រីស៊ីសោះអូនក្រែងដាវីឯងថាទោះខ្ញុំខ្លាចទៅជាយ៉ាងណាក៏ដាវីឯងទទួលយកបានទាំងអស់នោះអីមកពីការនោះយើងស្មានតែឯងមានពិតមែននេះណានេះថៃក្រៅពីគ្មានទ្រព្យស្អីជាប់ខ្លួនហើយឯងនៅមានបន្ទុកជាមួយឪកញ្ចាស់ដេកឈឺកន្ទេលចិត្តងាប់បែបនេះទៀតអីចង់ឲ្យយើងទទួលទៅនៅជាមួយនេះយើងមិនមែនភ្លេចដោយសុភីទេណាហើយចុះដែលដាវីឯងថាស្រឡាញ់ខ្ញុំនោះវាសុទ្ធតែជាពាក្យកុហកទេយើងកុហកយើងគ្រាន់តែចង់ដណ្ដើមឯងចេញពីសុភីចង់យកឈ្នះវានោះតែប៉ុណ្ណោះតែយើងចាំបានពីដំបងដែលឯងចង់បានណារីកក៏ព្រោះតែគេសង្ហាហើយជាកូនអ្នកមានថែមទៀតមិនចឹងទេហេតុអីពេលណារីកមិនដូចដែលឯងគិតទុកឯងដល់ថ្នាក់និយាយឲ្យគេខូចខាត់ដល់ថ្នាក់នេះផងឯងហើយសុភីមកនៅទីនេះបានយ៉ាងម៉េចសុភីគេនៅទីនេះរាល់ថ្ងៃស្រាប់ហើយគេមកមើលថែប៉ាខ្ញុំដែលនាងស្អប់ខ្ពើមគាត់នោះអីតាមពិតគឺវាបែបនេះសោះសុភីឯងនេះដឹងថារាជនេះវាបោកឯងប្រើហើយចោះថៃបានជាឯងភ្លើឲ្យវាតោងទៀមដូចឆ្លើងបែបនេះទៅកើតតែស័ក្តិសមនឹងគ្នាដែរតាម្នាក់នេះគឺជាចៃតកែម្នាក់ទៀតគឺជាចៃឆ្កែតើបអាចនៅជាមួយគ្នាបាននោះអីបាបឯងយកច្រឡំអ្វីម្យ៉ាងហើយណាវីទ្រព្យសម្បត្តិគ្រប់យ៉ាងទាំងផ្ទះឡាននិងអាជីវកម្មទាំងអស់វាសុទ្ធតែជារបស់ណារាជនឹងហើយគេមិនបានមកតង់ទៀមអីយើងទេម្នាក់នេះមិនទីដែលជួយចិត្តមើងងាយសុភីហើយចោទថាសុភីធ្វើអំពើដាក់ខ្ញុំនោះត្រូវហើយថែមទាំងនិយាយថាស្រឡាញ់ណារាជឯងទៀតផងមិនតែប៉ុណ្ណោះនៅជឿជាក់លើខ្លួនឯងទៀតផងថាដណ្ដើមណារាជឯងទៅឲ្យបានយ៉ាងម៉េចដែរបានជួបរពុតហើយពេញចិត្តដែរទេពុទ្ធោសុភីឯងដឹងដែរតាថាអ្នកដែលធ្វើជាសង្សាររបស់ខ្ញុំបានត្រូវតែឆ្លងកាត់ការពិសោធន៍និងលំបាកបណ្ណាដែរទេសុភីឯងមិនទុកចិត្តខ្ញុំមែនទេមកពីសម្បូរគេនិយាយពេកថាខ្ញុំមិនស័ក្តិសមជាមួយរាជឯងរហូតដល់ខ្ញុំអន់ចិត្តពិតមែនហើយតាមិនបាច់អន់ចិត្តអីទេខ្ញុំមានគម្រោងមួយដែលធ្វើឲ្យមនុស្សម្នាក់នេះចេញពីជីវិតយើងបានហើយមិនត្រឡប់មករញ៉េរញ៉ៃទៀតទេថែមទាំងអាចពិសោធន៍ឲ្យសុភីឯងឃើញដូចគ្នាថាគ្មាននរណាស័ក្តិសមសម្រាប់ខ្ញុំជាងសុភីឯងទៀតទេហើយនេះពួកឯងបោកយើងប្រើដើម្បីពិសោធន៍ស្នេហាឈួតឡប់អីឯងនេះ
គិតថាយើងទំនេរណាស់មែនទេហ៎ឃើញថាទំនេរខ្លាំងណាស់ដល់ថ្នាក់ចង់ដណ្ដើមសង្សារគេនោះអី ខ្ញុំជាអ្នករៀបចំគម្រោងទាំងអស់នេះខ្លួនឯងទេខ្ញុំគ្រាន់តែចង់ពិសោធន៍ឲ្យឃើញថាគ្មាននរណាទ្រាំលំបាកព្រមស្រឡាញ់ខ្ញុំពិតដូចជាសុភីនោះទេដាវីនាងមានដឹងអត់ថាដែលខ្ញុំនាំនាងទៅលំបាកទាំងជិះម៉ូតូកញ្ចាស់ជិះឡានក្រុងចង្អៀតតែញ៉ាំអីនៅហាងថោកវាជារឿងដែលខ្ញុំនិងសុភីធ្លាប់អស់ហើយរហូតមកដល់ថ្ងៃដែលខ្ញុំត្រឡប់មកមានគ្រប់យ៉ាងដូចដើមតែសុភីនៅតែនៅក្បែរខ្ញុំមិនដែលប្រែប្រួលឡើយខ្ញុំស្គាល់សុភីតាំងពីផ្ទះខ្ញុំមានអាជីវកម្មធំដុំប៉ាសុភីគឺជាកូនចៅចំណិតប៉ាខ្ញុំរហូតមានថ្ងៃមួយក្រុមហ៊ុនដួលរលំគ្មាននរណានៅក្បែរខ្ញុំនិងប៉ាខ្ញុំនោះទេសូម្បីតែសាច់ញាតិបងប្អូនគឺមានតែសុភីនិងប៉ារបស់សុភីប៉ុណ្ណោះដែលនៅក្បែរខ្ញុំរហូតផ្ទះខ្ញុំឆ្លងផុតពីវិបត្តិនេះបាននោះអីហើយមិនពិតទេយើងមិនជឿថាឯងជាមនុស្សល្អអីដល់ថ្នាក់នេះឡើយប៉ាឯងជាគ្រូចូលរូបនេះណាឯងច្បាស់ជាធ្វើអំពើដាក់រាជមិនខានទៅបានជាគេងប់ងល់ដាក់ឯងចឹងនេះរាជគេនិយាយច្បាស់ដល់ថ្នាក់នេះហើយឯងនៅមកចាត់ថាយើងធ្វើអំពើដាក់គេទៀតអីហើយមិនខ្ចីណាក៏បានដែរវើយក្រោយពីចប់ការពិសោធន៍ស្នេហ៍នៅលើកនោះមកដាវីក៏មិនដែលមករវល់អីជាមួយនឹងនារីទៀតនោះឡើយធ្វើឲ្យនារីនិងសុភីតាក់ទងគ្នារហូតបានរៀបការជាមួយគ្នាយ៉ាងមានក្តីសុខនិងសុភមង្គល